CEO មានអំណាចម្នាក់មានទ្រព្យរាប់ពាន់លានរាល់ការណាត់ជួបគាត់តែងតែបន្លំខ្លួនជាបុរសអាក្រក់រួចបើកបរថយន្តអូតូចាស់និងនាំកូនប្រុសស្រីគួរឲ្យស្រឡាញ់ពីរនាក់ទៅណាត់ជួបគាត់ចង់ប្រើវិធីនេះដើម្បីសាកល្បងថាតើគូណាត់ជួបនោះលុបលុយឬអត់តែនឹកស្មានមិនដល់កូនទាំងពីរឃើញនាងភ្លាមក៏ស្រែកហៅនាងថាម៉ាក់ដោយក្តីរីករាយភាពស្និទ្ធស្នាលភ្លាមនេះធ្វើឲ្យពួកគេភ្ញាក់ផ្អើលក្មេងប្រុសតូចបានពន្យល់ភ្លាមគាត់និងប្អូនស្រីតែងតែឃើញម៉ាក់នៅក្នុងសុបិនម៉ាក់ក្នុងសុបិនមើលទៅដូចខ្លួនពួកគេបេះបិទខ្ញុំឈ្មោះជាងតាឈៀវខ្ញុំមិនសូវស្អាតក៏ដោយគ្រួសារក៏ហើយគ្មានផ្ទះនៅមានតែឡានចាស់ខូចមួយប៉ុណ្ណោះប៉ុន្តែតម្រូវការខ្ញុំសម្រាប់នារីគឺនៅតែខ្ពស់ណាស់ត្រូវតែស្រស់ស្អាតត្រូវតែទន់ភ្លន់ចេះរៀបចំផ្ទះនិងចេះធ្វើម្ហូបបុរសម្នាក់នេះអាក្រក់តែគិតបានល្អណាស់ម៉ាក់កុំគិតថាប៉ាខ្ញុំមិនសូវស្អាតអីតែគាត់ជាមនុស្សល្អណាស់គាត់ស្រឡាញ់ប្រពន្ធណាស់បើអ្នករៀបការជាមួយគាត់នឹងស្ដាប់បង្គាប់អ្នកទាំងស្រុងពេលឃើញនាងរំភើបនឹងសម្ដីកូនប្រុសនាងយកប្រតិបត្តិប្រញាប់អូសកូនមកចិត្តព្រមមានកូនកុំឲ្យបកក្រោយពួកគេយកព្រមធ្វើជាអ្នកក៏ដើម្បីបណ្ដេញនាងចេញប៉ុន្តែពេលនេះក្មេងប្រុសនោះចង់ត្រឹមតែឲ្យប៉ារៀបការជាមួយម៉ាក់ដូច្នេះហើយមិនខ្វល់ពីការប្រឆាំងរបស់ប៉ាគេក៏ចាប់ផ្ដើមសរសើរគុណសម្បត្តិប៉ាត្រាប់ណាអ្នករៀបការជាមួយប៉ាអ្នកនឹងមានពួកយើងជាក្មេងគួរឲ្យស្រឡាញ់បំផុតយ៉ងសៀវសៀវកុំស្ដាប់សម្ដីគេខ្ញុំប្រហែលអាក្រក់ទៀតបើអ្នករៀបការជាមួយខ្ញុំអ្នកនឹងលំបាកអស់មួយជីវិតល្អតោះយើងទៅចុះបញ្ជីល្អចុះបញ្ជីខ្ញុំចូលចិត្តក្មេងណាស់ដូច្នេះតោះយើងទៅចុះបញ្ជីខ្ញុំអត់បានយកសៀវភៅគ្រួសារមកទេពួកយើងយកមកហើយមិនអាចបដិសេធបានទេដូច្នេះហើយពួកគេក៏ទៅយកសម្បត្តិអាពាហ៍ពិពាហ៍នៅការិយាល័យចុះបញ្ជីស៊ីវើប៉ុន្តែប្រធានក្រុមហ៊ុននៅតែបារម្ភថានាងជាស្រីប្រកាន់លុយដូច្នេះគាត់បានរំលឹកកូនម្ដងទៀតមិនត្រូវលាតត្រដាងពីស្ថានភាពពិតរបស់គាត់ទេដោយនិយាយថាទោះបីជារៀបការហើយក៏អាចលែងលះគ្នាបានដែរគាត់នឹងបន្តធ្វើពុតជាក្រដើម្បីឲ្យនាងដួលផ្ដាំគំនិតបោះបង់ចោលតើស្រីណាទ្រាំស្វាមីគ្មានទ្រព្យឪពុកថ្ងៃនេះនឹងបង្រៀនមេរៀនមួយដល់កូនឲ្យកូនដឹងថាមនុស្សចាស់មានបទពិសោធន៍ជាងពួកឯងនិយាយអីហ្នឹងភ្លាមនោះប្រធានក៏និយាយទៅកាន់នាងថាខ្លួនគាត់បច្ចុប្បន្នគ្មានការងារធ្វើហើយគ្មានលទ្ធភាពជួលផ្ទះទៀតទេដូច្នេះគាត់នឹងកូនត្រូវទៅនៅផ្ទះនាងបានតើតែអ្នកត្រូវបង់ថ្លៃផ្ទះពាក់កណ្ដាលយើងជាប្តីប្រពន្ធនិយាយអីចឹងធ្វើអីបងប្អូនបង្កើតក៏គិតលុយច្បាស់លាស់ដែរចុះតម្រាំប្តីប្រពន្ធដែលទៅរៀបការដូចយើងខ្ញុំមិនខ្វល់ទេខ្ញុំអត់មានលុយខ្ញុំហត់ណាស់មិនចាំបាច់ស្ដាប់ចប់ទេចិត្តទៅដេកតាមផ្លូវហើយដោយឃើញក្មេងគួរឲ្យអាណិតណាស់ស្ត្រីនោះក៏ព្រមឲ្យពួកគេមកស្នាក់នៅផ្ទះរបស់នាងដូច្នេះហើយស្ត្រីក៏នាំគ្រួសារទាំង3នាក់នោះមកផ្ទះនេះជាផ្ទះដែលខ្ញុំជួលទូទៅបន្តិចមែនតែអាចនៅបាន4នាក់យើងជាងតាក់ឈៀងឯងទៅសរសេរប្រវត្តិរូបមកខ្ញុំនឹងទៅសួរមើលកន្លែងណាគេត្រូវការមនុស្សទៀតបើរកការងារបានឯងត្រូវទៅធ្វើការឲ្យខ្ញុំទៅធ្វើការត្រូវហើយឥឡូវចិញ្ចឹមកូនចំណាយលុយច្រើនណាស់កូនម្នាក់ចំណាយអស់រាប់ម៉ឺនក្នុងមួយឆ្នាំពីរនាក់គឺជាង100000បើឯងមិនទៅធ្វើការខ្ញុំម្នាក់ឯងធ្វើមិននឹងមានលទ្ធភាពឲ្យពួកគេរៀនបានឯងចង់ឲ្យពួកគេរៀនមែនទេតែពួកគេមិនមែនជាកូនបង្កើតរបស់ឯងទេរៀបការហើយ